ខ្ញុំត្រាព្រោះខ្ញុំមានបាដោយសារបងព្រះចេញសូមប្រចិត្តរឹងឲ្យព្រមចុះចាញ់ប្រទានសេចក្តីស្រឡាញ់ស្មោះជាដរាបខ្ញុំវិលមកវិញដោយចិត្តស្មោះសរសូមផ្ដល់អំណរកម្លាំងនិងចិត្តទុនទាបលោកអ្នកនាងបងប្អូនទាំងអស់ជាទីមេត្រីជួននៅបទចម្រៀងមួយបទជាការសំណូមពររបស់ប្រិមិត្តយើងនៅបទចម្រៀងមួយបទដែលមានចំណងជើងថាសេចក្តីស្រឡាញ់នៃព្រះគ្រីស្ទសូមផ្ញើជូនទៅដល់ម្ចាស់សំណូមពរនិងក្រុមគ្រួសារនិងសូមផ្ញើជូនទៅដល់បងប្អូនប្រិមិត្តគ្រីស្ទបាសាទទាំងក្នុងនិងក្រៅប្រទេសទាំងអស់រីករាយស្ដាប់កំសាន្តទាំងអស់គ្នាជួបគ្នានៅពេលបន្តិចទៀតនៅក្នុងកម្មវិធីចម្លើយជីវិតបន្ទាប់ពីលោកអ្នករីករាយស្ដាប់កំសាន្តនៅបទចម្រៀងឡាយជីវិតនាងខ្ញុំវលៈនៅលោកគ្រូកសាលសូមគោរពនឹងជម្រាបសួរលោកស្រីប្រិមិត្តលោកអ្នកនាងបងប្អូនគ្រីបាសាទទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់ស្វាគមន៍មកកាន់កម្មវិធីចម្លើយជីវិតដែលមានផ្សាយជូនពីវិទ្យុខេមរា 91 MHz ដែលផ្សាយចេញពីក្រុងនិងខេត្តបាត់ដំបងសម្រាប់កម្មវិធីយើងគឺមានផ្សាយជូនពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យនៅចន្លោះពីម៉ោង 5 ដល់ម៉ោង 6 និងមានការផ្សាយបន្តរយៈពេល3ថ្ងៃថ្ងៃច័ន្ទថ្ងៃអង្គារនិងថ្ងៃពុធហើយក៏នឹងមានការចាក់ផ្សាយឡើងវិញនៅរៀងរាល់ថ្ងៃប្រហ័សថ្ងៃសុក្រថ្ងៃសៅរ៍និងថ្ងៃអាទិត្យដែលទទួលបាននូវការឧបត្ថម្ភពីអង្គការមណ្ឌលផ្សព្វផ្សាយគ្រីបាសាទកម្ពុជាហៅកាត់ CCMC សូមគោរពអញ្ជើញប្រិយមិត្តលោកអ្នកនាងបងប្អូនរីករាយស្ដាប់និងទស្សនាពីកម្មវិធីចម្លើយជីវិតសូមផ្ញើចិត្តនឹកនិងសួរសុខទុក្ខពីចម្ងាយទាំងអស់គ្នាចាសូមគោរពនិងជម្រាបសួរលោកគ្រូសុខទុក្ខយ៉ាងណាដែរនៅថ្ងៃនេះអរគុណជម្រាបសួរសាថ្មីលក្ខសុខទុក្ខធម្មតាអរគុណច្រើនសូមជម្រាបសួរម្ដងទៀតដល់បងប្អូនអង្គពូមីងតាយាយចិត្តឆ្ងាយដែលលោកតាមដានស្ដាប់កម្មវិធីផ្សាយ FM ខេមរា 91 ផ្សាយចេញពីក្រុងបាត់ដំបងនិងក៏សូមជម្រាបសួរបងប្អូនដែលតាមដានស្ដាប់វិទ្យុ Sweet FM 100.5 MHz ខេត្តសៀមរាបព្រមទាំងបងប្អូនដែលតាមដានស្ដាប់វិទ្យុ FM បុប្ផា 105 MHz ខេត្តក្រចេះសូមជម្រាបសួរសាថ្មីដល់បងប្អូនអង្គពូមីងតាយាយដែលចូលទស្សនា Page Live របស់វិទ្យុផ្ទាល់ក៏ដូចជា Page LHM Page របស់ខ្ញុំ Account ខ្ញុំវលៈព្រមទាំងដល់ YouTube ហើយនឹងក៏សូមជម្រាបសួរតាមគ្រប់នីមួយៗដែលអត់មានលោកអនុញ្ញាតឲ្យព្រះបន្ទូលឆ្លងកាត់គ្រប់របស់លោកហើយសូមជម្រាបសួរសាថ្មីដល់បងប្អូនអង្គពូមីងតាយាយដែលលោកទាំងនៅជិតឆ្ងាយទាំងអស់ដែលលោកផ្ដាំផ្ញើការនឹករលឹកមកដល់ខ្ញុំថ្ងៃនេះនៅតែអរគុណដល់ព្រះជាម្ចាស់អរគុណដល់ CCMC និងអរគុណនៅសម្រាប់នៃការអធិដ្ឋានរបស់បងប្អូនអង្គពូមីងតាយាយជិតឆ្ងាយទាំងអស់ដែលលោកបានអធិដ្ឋានសម្រាប់ខ្ញុំក៏ដូចជាកម្មវិធីទាំងមូលដោយបងប្អូនបានដឹងស្រាប់ហើយពេលវេលានេះខែនេះគឺជាកុងត្រាថ្មីដែលយើងបានជួបគ្នាបន្តទៀតព្រោះមានបងប្អូនមួយចំនួនលោកគិតថាមួយឆ្នាំមានន័យថាយើងបែកគ្នាមួយឆ្នាំនេះយើងអត់មានទេអញ្ចឹងលោកអត់ហ៊ានស្ដាប់ទេដឹងថាអត់មានទៀតពិតមិនមែនទេបងប្អូនណាកុំឲ្យមានការយល់ច្រឡំអញ្ចឹងសង្ឃឹមថាបងប្អូនមេត្តាជួយចែករំលែកដើម្បីឲ្យព្រះបន្ទូលនេះទៅដល់បងប្អូនយើងថាកម្មវិធីយើងនៅធ្វើធម្មតាទេបាទអរគុណច្រើនអញ្ចឹងសង្ឃឹមថាថ្ងៃនេះបងប្អូននឹងបានទទួលចំណែកព្រមទាំងប្រព័ន្ធណាមួយចេញពីកម្មវិធីឲ្យផ្ដាំផ្ញើចិត្តនឹកក្តីស្រឡាញ់ពីបើបំរើម្នាក់នេះទៅដល់បងប្អូនគ្រប់ទិសទីអរគុណនិងសូមព្រះប្រទានពរចាលោកគ្រូអរគុណចាសម្រាប់កម្មវិធីចម្លើយជីវិតយើងជួបគ្នានៅថ្ងៃនេះគឺជាថ្ងៃទី2សប្តាហ៍ទី2ជាមួយនឹងកុងត្រាថ្មីសម្រាប់កម្មវិធីយើងណាចាបងប្អូននៅតែយល់ច្រឡំដដែលលោកគ្រូស្វាផ្អាកមួយឆ្នាំអីចាដល់ពេលមានចឹងខ្ជិលតាមដានស្ដាប់ណាបើអត់មានផងចាំឆ្នាំក្រោយអត់ទេចាគឺថាយើងចូលដល់កុងត្រាថ្មីថ្ងៃថ្មីខែថ្មីកុងត្រាថ្មីឆ្នាំថ្មីបាទនៅផ្សាយជូនជាធម្មតាជាមួយនឹងកម្មវិធីចម្លើយជីវិតណាកុំយកច្រឡំអាចទស្សនានិងស្ដាប់បានជារៀងរាល់ថ្ងៃពីវិទ្យុខេមរា 91 MHz ខេត្តបាត់ដំបងបាទអរគុណចាសម្រាប់កម្មវិធីយើងនៅថ្ងៃនេះផងដែរផ្ដើមកម្មវិធីក៏សូមផ្ដល់ជូននៅពាក្យជួយគំនិតអរគុណខ្ញុំចង់លើកទឹកចិត្តបងប្អូនមនុស្សឲ្យប្រមាណក៏ទទួលបានដែរតែឲ្យលះបង់គឺស្ដាយឯព្រះដើម្បីយើងទ្រង់ស៊ូលះបង់វិញនេះគឺជាពាក្យជួយគំនិតផ្ដើមកម្មវិធីរបស់យើងនៅពេលល្ងាចនេះចាលោកគ្រូអរគុណសម្រាប់ពាក្យជួយគំនិតផ្ដើមកម្មវិធីយើងនៅពេលល្ងាចនេះគឺមនុស្សឲ្យប៉ុន្មានក៏ទទួលបានដែរឲ្យលះបង់គឺស្ដាយឯព្រះដើម្បីយើងទ្រង់ស៊ូលះបង់វិញបាទនេះគឺជាពាក្យជួយគំនិតផ្ដើមកម្មវិធីដែលជាការលើកទឹកចិត្ត
ហើយសម្រាប់ព្រះបន្ទូលវិញតើលោកគ្រូនឹងមានព្រះបន្ទូលអ្វីដែរយកមកចែកចាយ អរគុណថ្ងៃនេះខ្ញុំមានអត្ថបទយ៉ូហានចំពុក6ខ22ដល់ខ35ដូច្នេះខ្ញុំសូមអានជូនស្អែកឡើងកាលហ្វូងមនុស្សដែលនៅត្រើយសមុទ្រម្ខាងបានឃើញថានៅទីនោះគ្មានទូកណាទៀតក្រៅពីទូកមួយដែលពួកសិស្សទ្រង់បានជិះហើយថាព្រះយេស៊ូវមិនបានជិះទូកនោះទៅជាមួយនឹងពួកសិស្សទេគឺពួកសិស្សបានចេញទៅតែគ្នាគេប៉ុន្តែមានទូកខ្លះទៀតមកពីស្រុកទីបេរ៉ាជិតកន្លែងដែលគេបានបរិភោគនំប៉័ងក្រោយដែលព្រះម្ចាស់បានអរព្រគុណរួចហើយដូច្នេះកាលហ្វូងមនុស្សមិនឃើញព្រះយេស៊ូវឬពួកសិស្សទ្រង់នៅទីនោះគេក៏ជិះទូកទៅឯកាពឺនឹមដើម្បីនឹងរកទ្រង់កាលឃើញទ្រង់នៅឯត្រើយម្ខាងហើយនោះគេទូលសួរថាលោកគ្រូលោកមកដល់ទីនេះពីកាលណាព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគេថាប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាអ្នករាល់គ្នារកខ្ញុំមិនមែនដោយព្រោះបានឃើញទីសម្គាល់ទេគឺដោយព្រោះតែបានបរិភោគនំប៉័ងឆ្អែតប៉ុណ្ណោះកុំឲ្យខំប្រឹងឲ្យបានតែអាហារដែលតែងតែពុករលួយនោះឡើយចូលខំឲ្យបានអាហារដែលនៅថិតថេរដរាបដល់ជីវិតអស់កាលជានិច្ចវិញជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នាត្បិតគឺកូនមនុស្សនេះហើយដែលប្រវោបិតាដ៏ជាព្រះទ្រង់បានដៅចំណាំទុកដូច្នេះគេទូលសួរទ្រង់ថាដែលនឹងធ្វើការរបស់ព្រះតើត្រូវធ្វើដូចម្តេចខ្លះព្រះយេស៊ូវមានបន្ទូលឆ្លើយថាឯការរបស់ព្រះគឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមកនោះគេទូលសួរទ្រង់ថាបើដូច្នេះតើលោកនឹងធ្វើទីសម្គាល់ណាឲ្យយើងខ្ញុំឃើញផងដើម្បីឲ្យបានជឿដល់លោកតើលោកធ្វើការអ្វីខ្លះពួកអាយកោយើងខ្ញុំបានបរិភោគនំម៉ាណានៅទីរហោឋានដូចជាមានសេចក្តីចែងទុកមកថាលោកបានឲ្យនំប៉័ងពីឋានសួគ៌មកឲ្យគេបរិភោគឯព្រះយេស៊ូវទ្រង់មានបន្ទូលតបថាប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាមិនមែនលោកម៉ូសេដែលឲ្យនំប៉័ងពីឋានសួគ៌នោះមកអ្នករាល់គ្នាទេតែឯនំប៉័ងដ៏ពិតដែលមកពីឋានសួគ៌នោះគឺព្រះវរបិតាខ្ញុំដែលប្រទានមកអ្នករាល់គ្នាវិញត្បិតនំប៉័ងរបស់ព្រះគឺជាព្រះអង្គដែលយាងចុះពីឋានសួគ៌មកព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផងដូច្នេះគេទូលទ្រង់ថាលោកម្ចាស់ហើយសូមឲ្យនំប៉័ងនោះមកយើងខ្ញុំជានិច្ចព្រះយេស៊ូវមានបន្ទូលថាខ្ញុំជានំប៉័ងជីវិតអ្នកណាដែលមកឲ្យខ្ញុំនោះនឹងមិនឃ្លានទៀតឡើយហើយអ្នកណាដែលជឿដល់ខ្ញុំក៏មិនត្រូវស្រេកដែរថ្ងៃនេះខ្ញុំចង់លើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាជាមួយនឹងអត្ថបទសំខាន់ដែលយើងនឹងពិចារណាថ្ងៃនេះខ្ញុំចង់លើកទឹកចិត្តថាគ្រប់គ្នាតែងនិយាយថាការងារគ្មានប្រយោជន៍គ្មាននរណាគេធ្វើទេនេះគឺជាអត្ថបទសំខាន់ដែលយើងនឹងពិចារណាជាមួយគ្នារីឯចំណងជើងនៃព្រះបន្ទូលថ្ងៃនេះខ្ញុំឲ្យចំណងជើងថាទទួលបានអីចាលោកគ្រូអរគុណសម្រាប់អត្ថបទសំខាន់នៅពេលល្ងាចនេះគឺគ្រប់គ្នាតែងនិយាយថាការងារគ្មានប្រយោជន៍គ្មាននរណាគេធ្វើទេនេះគឺជាអត្ថបទសំខាន់ដើម្បីពិចារណាចំណងជើងនៃកម្មវិធីវិញគឺមានចំណងជើងថាទទួលបានអីបាទចាទាំងនាងខ្ញុំក៏ដូចគ្នាទាំងបងប្អូនតែការងារណាអត់ប្រយោជន៍អត់ធ្វើទេខាត់ពេលអរគុណណាស់បងប្អូនអ៊ំពូមីងតាយាយចិត្តឆ្ងាយទាំងអស់ហើយខ្ញុំក៏បានទទួលការ feedback ពីបងប្អូនអ៊ំចាស់ទុំច្រើនដែរដែលលោកមានប្រសាសន៍ថាពេលខ្លះខ្ញុំដាក់សំណួរជ្រៅពេកទៅលោកគឺពិបាករកបាទគឺពិបាករកមិនមែនទេបងប្អូនណាមិនមែនទេគ្រាន់ថាបងប្អូនស្ដាប់ជាលក្ខណៈសាមញ្ញធម្មតាបងប្អូនស្ដាប់ណាពាក្យភាសាជាតិរបស់យើងឲ្យយល់ត្បិតខ្ញុំអត់បាននិយាយភាសាដទៃឲ្យបងប្អូនស្ដាប់ហើយបំលែងព្រះបន្ទូលឲ្យបងប្អូនពិបាកយល់គឺអត់ទេខ្ញុំនិយាយរឿងពិតតាក់ទងទៅនឹងជីវិតរបស់ផងយើងដើម្បីឲ្យបងប្អូនរៀនឆ្លុះបញ្ចាំងតាក់ទងទៅនឹងព្រះបន្ទូលរបស់ផងព្រះតើប៉ះពាល់អ្វីខ្លះស្ដែងអ្វីខ្លះដែលត្រូវនឹងជីវិតរបស់បងប្អូនទាំងអស់គ្នាបើមិនដូច្នោះដូចខ្ញុំជំរាបជូនអញ្ចឹងការដែលបងប្អូនចំណាយពេលមកស្ដាប់នៅព្រះបន្ទូលក្នុងកំឡុងពេល1ម៉ោងគឺគ្មានប្រយោជន៍អ្វីទាំងអស់ដូចជានៅថ្ងៃនេះដែលខ្ញុំបានឲ្យអត្ថបទសំខាន់ថាការងារគ្មានប្រយោជន៍គ្មាននរណាគេធ្វើទេ
ដូចគ្នាបើសិនជាបងប្អូនស្ដាប់ព្រះបន្ទូលគ្មានបានប្រយោជន៍អ្វីត្រឡប់ទៅវិញពាក់ព័ន្ធនឹងជីវិតរបស់បងប្អូនក៏នឹងមិនចំណាយពេលនៅក្នុងការស្ដាប់ដែរចឹងហើយបានជាខ្ញុំឲ្យចំណងជើងព្រះបន្ទូលថ្ងៃនេះខ្ញុំឲ្យចំណងជើងថាទទួលបានអីពីព្រោះការស្ដាប់របស់បងប្អូនគិតថាគ្មានប្រយោជន៍គ្មានសំខាន់ទៅហើយអញ្ចឹងលទ្ធផលដែលទទួលបានគឺដាច់ខាតគឺគ្មានបាទដាច់ខាតគឺគ្មានពីព្រោះអីក្នុងដួងចិត្តរបស់បងប្អូនគឺរាប់ថាវាគ្មានប្រយោជន៍បាត់ទៅហើយអញ្ចឹងអ្វីគ្រប់យ៉ាងគឺទៅទេថេងអញ្ចឹងឆ្លុះបញ្ចាំងតាក់ទងទៅនឹងជីវិតរបស់យើងសាច់ឈាមរាល់ថ្ងៃនេះតើអ្វីខ្លះទៅដែលជារឿងមានប្រយោជន៍សម្រាប់យើងទាំងអស់គ្នាព្រោះយើងតែងតែគិតសម្រាប់បងប្អូនហើយនឹងខ្ញុំមកដល់សម័យនេះខ្ញុំឮពាក្យជាច្រើនដែលបងប្អូនលោកទៅសេថាធ្វើអីក៏ដោយឲ្យតែបានប្រាក់ធ្វើអីក៏ដោយឲ្យតែបានលុយតែបងប្អូនខ្លះទៀតលោកថាម៉េចគេថោកពេកមិនធ្វើទេបងប្អូនណាអញ្ចឹងពីអស់ទាំងហ្នឹងខ្ញុំមិនមែនប្រឌិតមកដើម្បីឲ្យបងប្អូនគិតថាខ្ញុំនិយាយត្រូវត្រង់អីចំអត់ទេរឿងពិតការពិតបាទរឿងពិតគឺអញ្ចឹងមែនការពិតមិនមែនការពិតបាទការពិតមិនមែនការពិតទេចាការពិតហើយជារឿងពិតទៀតបាទអញ្ចឹងមកខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាពេលដែលគេបបួលទៅធ្វើការពេលដែលគេបបួលប្រកបការងារឬក៏ធ្វើអ្វីផ្សេងទៀតបងប្អូនតែងតែទទូចសួរគេបាទតាក់ទងទៅនឹងលទ្ធផលឬក៏ផលចំណេញឬក៏លទ្ធផលចុងក្រោយបងប្អូនត្រូវបានអ្វីត្រឡប់មកវិញសំណួរសួរថាវាខុសអត់វាអត់ខុសទេពីព្រោះហេតុអីបានជាខ្ញុំនិយាយថាអត់ខុសពីព្រោះអ្វីដែលយើងខំព្រោះមនុស្សតែនិយាយថាកាលណាយើងប្រឹងចង់បានអីយើងត្រូវការអីយើងប្រឹងទៅដឹងតែពីបានហើយអញ្ចឹងហើយបានជាមនុស្សទូទៅតែនិយាយថាយើងខំប្រឹងធ្វើទៅដឹងវាបានហើយបាទបានហើយតិចច្រើនដឹងពីបានហើយប៉ុន្តែជាទូទៅសម្រាប់និស្ស័យសាច់ឈាមរបស់យើងរបស់ណាដែលធ្វើទៅវាមិនចំណេញដាច់ខាតគឺយើងមិនធ្វើទេរបស់ណាដែលធ្វើទៅវាគ្មានប្រយោជន៍ដាច់ខាតគឺយើងមិនធ្វើទេនេះគឺជានិស្ស័យសាច់ឈាមរបស់យើងតែងតែដេញដោលនៅគ្រប់ការងារទាំងអស់សូម្បីតែការសិក្សាជាទូទៅយើងតែងមានគំនិតដែរអូខ្ញុំចង់មានចំណេះជំនាញបែបនេះឬក៏បែបនោះតើខ្ញុំគួរធ្វើយ៉ាងដូចម្ដេចបាទគេមានអ្នកប្រឹក្សាទៀតអូបើអ្នកឯងចង់បានការហ្នឹងធ្វើអញ្ចេះឬធ្វើអញ្ចោះអ្នកឯងត្រូវសិក្សាពីជំនាញនេះទៅបែបនេះចំណាយពេលចំណាយធនធានដែលយើងអាចមានព្រោះយើងត្រូវការចំណេះដឹងយកមកដាក់ខ្លួនដើម្បីគោលបំណងយើងទៅមុខទៀតมันខុសពីជីវិតយើងរាល់ថ្ងៃបងប្អូនណានេះគឺជារឿងពិតដែលយើងរស់នៅក្នុងโลกនេះពីព្រោះមនុស្សគ្រប់គ្នាតែងតែនិយាយថាអ្នកណាក៏គេរស់នៅក្នុងโลกនេះដូចគ្នារឿងពិតខ្ញុំនិយាយឲ្យនិយាយទៀតរឿងពិតបងប្អូនណារឿងពិតប៉ុន្តែការរស់នៅបើសិនជាយើងមានទ្រព្យជាចន្ទុលខ្លះជាជំនួយខ្លះមានមុខរបរនិងកិច្ចការងារសម្រាប់ជួយយើងខ្លះយើងរស់នៅដោយអសប្បាយបាទវាសប្បាយខ្លះវាមិនសូវការទុកពេកបាទសម្រាប់បងប្អូនដែលលោកអត់មានលោកពិបាកមិនអូយអញនឹងធ្វើមិនទៀតទេខ្ញុំនិយាយយ៉ាងនេះអត់មានចេតនាប្រមាថមើលងាយបងប្អូនដែលលោកអត់មានមុខរបរពិតប្រាកដឬក៏ប្រកបអាជីពប្រចាំថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំអត់មានចេតនាមើលងាយទេខ្ញុំឆ្លងកាត់មកឲ្យខ្ញុំដឹងបាទខ្ញុំដឹងអញ្ចឹងហើយបានជាលោកឪពុកអ្នកម្ដាយលោកតែងតែអប់រំដាស់តឿនយើងជំរុញយើងឲ្យយើងសិក្សារៀនសូត្រនឹងដើម្បីអីក្រែងលោអាចមានចំណេះជំនាញណាធ្វើឲ្យយើងមានប្រាជ្ញាយើងងាយយល់បាទចាប់នេះឬក៏ចាប់នោះធ្វើអញ្ចេះធ្វើអញ្ចោះឲ្យយើងអាចធ្វើបានបើសិនជាយើងអត់បានរៀនសោះម្លេះសំថាគេនិយាយមកងឹតឈឹងមិនខុសពីជីវិតយើងនឹងព្រះបន្ទូលទេបងប្អូននិយាយពីរឿងសាច់ឈាមប្រកបមុខរបរបងប្អូនដេញដោលសួរបានអីចំណេញចេះចំណេញចោះបែបនេះឬក៏បែបនោះនិយាយពីរៀនចំណេះជំនាញដើម្បីអីគោលបំណងយើងចេះចោះប៉ុន្តែនៅពេលដែលស្ដាប់ឮដំណឹងល្អជឿព្រះយេស៊ូវទៅបងប្អូនក៏ដេញដោលដូចគ្នាឃើញអត់មានរឿងអីខុសនេះហើយហៅថានិស្ស័យសាច់ឈាមគឺវាអញ្ចឹងពេលដែលឮសូរព្រះយេស៊ូវជាអង្គសង្គ្រោះបានអីអូខេទ្រង់ជួយអីខ្ញុំហើយឲ្យអីខ្ញុំតើត្រូវជួយអីខ្ញុំខ្លះឃើញបងប្អូនដេញដោលរឿងពិតវាអត់ខុសទេបងប្អូនណានេះហើយគឺជាការពិតព្រោះមនុស្សទាំងខ្ញុំទាំងបងប្អូនអ្វីដែលយើងធ្វើគឺសំខាន់យើងចង់បានចំណេញឬក៏ផលកម្រៃមកខ្លះពេលដែលយើងចាប់ផ្ដើមធ្វើទៅលទ្ធផលយើងទទួលបានអីត្រឡប់មកវិញនេះគឺជារឿងពិតមិនមែនជាកំហុសរបស់បងប្អូនទេពីព្រោះក្រោយពេលដូចខ្ញុំបានជំរាបជូនទៀតក្រោយពេលដែលដាច់ទំនាក់ទំនងអំពីព្រះហើយនឹងមនុស្សបាទมันមានទំនាក់ទំនងជាមួយនឹងគ្នាទៀតទេផ្លូវជីវិតរបស់ផងយើងគឺដើរក្នុងលទ្ធផលអំពើបាបអ្នកណារកឲ្យបានរកទៅអ្នកណាធ្វើឲ្យបានធ្វើទៅប្រកបអាជីពអញ្ចេះរបរអញ្ចោះលិចកើតជើងត្បូងជារឿងរបស់បងប្អូនទាំងអស់គ្នាគ្មានអ្នកណាអង្អាត់ទៅឈឺក្បាលអីជាមួយនឹងយើងទេក
កុំឲ្យតែយើងកេងប្រវាញ់គេកុំឲ្យតែយើងលួចប្លន់គេឬក៏យើងប៉ះពៀទៅគេធ្វើឲ្យគេមានការដូចថាក្តៅក្រហាយដោយសារយើងអានឹងវាខុសហើយតែបើសិនជាយើងប្រឹងដោយកម្លាំងរបស់ផងយើងធ្វើអ្វីដោយចិត្តគំនិតរបស់ផងយើងភាពប្រឹងប្រែងក្នុងនាមម្ចាស់ការជាខ្លួនយើងបងប្អូនគួរតែសប្បាយចិត្តបើទោះបីថាការចំណូលមកវាបានតិចតួចមែនក៏ប៉ុន្តែក្នុងដួងចិត្តរបស់យើងអំណរណាយើងសប្បាយយើងរស់នៅអត់ភ័យព្រួយមិនមែនរស់នៅក្នុងបន្ទុកទេយើងរស់នៅអត់ភ័យព្រួយបើសិនជាយើងប្រកបមុខរបរដែលទុច្ចរិតម្លេះសំបងប្អូនបានច្រើនមែនក៏ប៉ុន្តែពេលយប់ឡើងបងប្អូនគេងសម័យអើយអញឲ្យដឹងគេដឹងរឿងអញថ្ងៃណាទេគេចាប់អញទៅដឹងមិនអាម៉ាទេណែយើងតែងគិតអញ្ចឹងតែបើយើងមួយថ្ងៃហូបមួយថ្ងៃអត់ប៉ះពៀនឹងអ្នកណាអត់មានខ្វល់ទេអត់មានខ្វល់តោះយើងធ្វើអីបានធ្វើអីបានជារឿងរបស់យើងជារឿងពិតបងប្អូនណារឿងពិតពីព្រោះមនុស្សនៅក្នុងโลกនេះបងប្អូនសម័យមើលបន្តិចអញ្ចឹងហើយបានថាណាគិតមិនមែនតែនបងប្អូនណាគិតឲ្យមែនតែនបើយើងឧទាហរណ៍រឿងមួយយើងទិញក្តាមគេ1គីឡូអូខេទិញក្តាមគេ1គីឡូហើយបងប្អូនយកមកចាក់នៅដីគាត់បងប្អូនចាក់ពឹបអារស់ហ្នឹងសម័យមើលខ្លួនឯងទៅអាណាទៅណាជារឿងរបស់វារត់ររួចខ្លួនទាំងអស់វាទៅឲ្យតាមទៅវាជីវិតយើងរស់នៅក្នុងโลกនេះដូចគ្នាមិនថាជនជាតិយើងមិនថាជនជាតិណាទេយើងរស់នៅក្នុងโลกនេះម្នាក់ត្រូវតែខំប្រឹងតដាបតដួសខំតដប្រឹងក្រាញនានាគ្រប់យ៉ាងទាំងអស់សំណួរសួរថាហេតុអីបានជាជីវិតនឹងការរស់នៅព្រមទាំងការប្រឹងប្រែងនឹងវាអត់សូវខុសគ្នាដោយសារអីនឹងហើយដែលបទកាពីប្រាប់ថាលទ្ធផលអំពើបាបណាបងប្អូនខ្ញុំប្រាប់បងប្អូនឲ្យដឹងអញ្ចឹងហើយបានជាថ្ងៃនេះខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាក្រោយពេលដែលព្រះអង្គបានប្រកាសដំណឹងល្អជាច្រើនកន្លែងក្រោយពេលដែលព្រះអង្គបានប្រោសជំងឺជាច្រើនកន្លែងមនុស្សជាច្រើនគេដេញទៅតាមព្រះអង្គខ្ញុំបានជម្រាបទៀតគេមិនមែនទៅរកព្រះអង្គដោយព្រោះសេចក្តីសង្គ្រោះដែលគេត្រូវការឲ្យរួចពីបាបនោះទេដូចខ្ញុំជម្រាបជូនគេរត់ទៅឯព្រះអង្គគេល្អមើលពួកគេឃើញរឿងជាក់ស្ដែងដែលព្រះអង្គធ្វើដែលគ្មានអ្នកណាអាចធ្វើបានទេគឺមានព្រះអង្គមួយគត់ដែលអាចធ្វើបានប៉ុន្តែសំណួរសួរថាគេទទួលស្គាល់ព្រះអង្គជាព្រះអត់ទេមើលថ្ងៃនេះចោះពេលដែលរួចរាល់កិច្ចការងារព្រះអង្គប្រាប់សិស្សព្រះអង្គថាឯងនាំនេះទៅមុនទៅចាំព្រះអង្គទៅតាមក្រោយគេឆ្លងទូកទៅបាត់អស់ស្រាប់ដល់អ្នកតាមរត់ឃើញដល់រចុះរឡើងទៅដល់កន្លែងហ្នឹងអូដឹងព័ត៌មានថាសិស្សព្រះអង្គគេទៅអស់ហើយតែបាត់ព្រះអង្គមិនដឹងទៅណាទេរត់ឃើញស្រាប់ដល់ពេលគេខំដាក់ទូកទៅគេទៅទូកដែរស្រាប់ទៅដល់ឈ្នានោះទៅថាព្រះអង្គនៅនោះតាំងគេសួរលោកមកពីកាមកតាមណាហេតុអីបានគេសួរអញ្ចឹងពីព្រោះនៅក្នុងទូកដែលសិស្សព្រះអង្គត្រូវធ្វើដំណើរឆ្លងទឹកមកហ្នឹងណាព្រះអង្គបានគង់ជាមួយទេអញ្ចឹងនៅពេលដែលគេតាមរកព្រះអង្គទៅដល់ឃើញញាច់នៅហ្នឹងតើព្រះអង្គជិះទៅជាមួយអ្នកណាអត់ដឹងទេអញ្ចឹងគេសួរហើយដល់ពេលសួរព្រះអង្គឆ្លើយជាមួយគេយ៉ាងម៉េចចឹងបើថាបងប្អូនព្រះបន្ទូលថ្ងៃនេះសម្រាប់បងប្អូនជាគ្រិស្តបរិស័ទលោកដឹងច្បាស់ណាស់តែសម្រាប់បងប្អូនមិនមែនជាគ្រិស្តបរិស័ទពិបាកនឹងយល់បន្តិចក៏ប៉ុន្តែខ្ញុំនៅតែចង់លើកទឹកចិត្តឲ្យបងប្អូនទាំងអស់យកទៅគិតពិចារណាអ្វីដែលសំខាន់និស្ស័យសាច់ឈាមរបស់យើងដូចខ្ញុំជំរាបជូនចឹងថាការងារគ្មានប្រយោជន៍គ្មាននរណាគេធ្វើទេហើយសំណួរសួរថាហេតុអីបានជាមនុស្សជាច្រើននៅពេលដែលគេឃើញព្រះយេស៊ូវព្រះអង្គធ្វើការបែបហ្នឹងគេនាំនេះរោមទៅមើលព្រះអង្គហ្នឹងមើលដើម្បីអីគេល្អមើលក៏ប៉ុន្តែថ្ងៃនេះចម្លើយព្រះអង្គឲ្យព្រះអង្គឆ្លើយឲ្យតែម្ដងអូខេក្រោយពេលដែលគេតាមរកព្រះអង្គហើយគេសួរលោកគ្រូលោកមកដល់ទីនេះពីកាលណាដល់អញ្ចឹងព្រះយេស៊ូវព្រះអង្គមានបន្ទូលឆ្លើយទៅគេថាម៉េចប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាអ្នករាល់គ្នារកខ្ញុំមិនមែនដោយព្រោះបានឃើញទីសម្គាល់ទេគឺដោយព្រោះតែបានបរិភោគនំប៉័ងឆ្អែតប៉ុណ្ណោះបងប្អូនឃើញអត់ព្រោះគេទៅតំបន់ដាច់ស្រយាលព្រះអង្គទៅតំបន់ដាច់ស្រយាលអញ្ចឹងព្រះអង្គមានបន្ទូលជាមួយគេអញ្ចឹងឃើញទេអញ្ចឹងបានព្រះអង្គប្រាប់ទៀតកុំឲ្យខំប្រឹងឲ្យបានតែអាហារដែលតែងតែពុករលួយនោះឡើយចូលខំឲ្យបានអាហារដែលនៅថិតថេរដរាបដល់ជីវិតអស់កលជានិច្ចវិញរកទៅស្លាប់មិនថាខ្ញុំមិនថាបងប្អូននេះរកទៅស្លាប់ចំ
ស៊ីអីអត់ចេះងាប់ໄວអសរុតិចបងប្អូនណាស៊ីអីផឹកអីអត់ចេះងាប់ណោះហើយឯងនេះខំប្រឹងរកចង់ងាប់ចង់បានផងស៊ីអស់អើយបងប្អូនហើយចោះដល់ពេលឥឡូវនោះបងមានបន្ទូលថាកុំឲ្យរកអាហារឲ្យបានតែមួយចំបែកឲ្យបានអាហារដែលនៅអស់កាលជានិច្ចអាហារអីទៅដែលហូបមិនស្លាប់ហ្នឹងឃើញទេទាំងខ្ញុំទាំងបងប្អូនប្រកាសណាសួរដេញដោលទៅវិញឃើញទេហេតុថាអត់យល់គឺអញ្ចឹងมันខុសពីដំណឹងល្អឮមកដល់យើងទេដែលបងប្អូនគ្រីស្ទបរិស័ទលោកគ្រូអ្នកគ្រូចាស់ទុំបេសកជនបងប្អូនដទៃផ្សេងទៀតដែលយកដំណឹងល្អទៅផ្សាយដល់បងប្អូនទាំងអស់គ្នាផ្សាយអំពីផែនការសង្គ្រោះសួរថាយើងយល់អត់យើងអត់យល់ទេសូម្បីតែប្រាប់យើងថាអូជឿព្រះអង្គណារួចពីបាបខ្ញុំគ្មានទេជឿព្រះអង្គទៅបានទទួលសេចក្តីសង្គ្រោះបានចូលឋានសួគ៌ចូលទៅមុនសិនទៅបងប្អូនឃើញអត់នេះគឺជារឿងពិតអញ្ចឹងហើយបានជាខ្ញុំដាក់ចំណងជើងនេះសួរថាបានអីទទួលបានអីឃើញទេទទួលបានអីនៅពេលដែលឮដំណឹងល្អសួរថាខ្ញុំទទួលបានអីអញ្ចឹងថ្ងៃនេះដូចគ្នាឃើញទេគេទៅតាមរកព្រះអង្គឃើញគេសួរលោកគ្រូមកដល់នេះពីកាលអញ្ចឹងព្រះអង្គប្រាប់គេហ្មងអូអ្នករាល់គ្នាតាមមករកខ្ញុំហ្នឹងមិនដោយព្រោះតែឃើញទីសម្គាល់អីទេដោយសារតែអ្នករាល់គ្នាបានឆ្អែតដោយសារតែនំប៉័ងឯមុនហ្នឹងឯងនេះឥឡូវតាមមករកខ្ញុំទៀតអញ្ចឹងឥឡូវខ្ញុំប្រាប់ទៅកុំឲ្យខំប្រឹងរកតែអាហារហ្នឹងដែលជាអាហារពុកអលួយនោះឡើយឲ្យខំឲ្យបានអាហារដែលនៅថិតទេបានជីវិតអស់កាលជានិច្ចវិញជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នាត្បិតគឺកូនមនុស្សនេះហើយដែលប្រពោបិតាដ៏ជាព្រះទ្រង់បានដើរចំណាំទុកលែងយល់បាត់អូខេលែងយល់បាត់បងប្អូនណាលែងយល់បាត់ហើយអាហារដែលមិនចេះស្លាប់អាហារអីគេដើររកទៅបងប្អូនហើយដើររកចោះមិនមែនខ្ញុំនិយាយចឹងខ្ញុំជាអ្នកដឹងខ្ញុំក៏អត់ដឹងដែរអាហារអីដែលហូបទៅអត់ស្លាប់សោះខ្ញុំអត់ដឹងទេប៉ុន្តែមនុស្សជឿថាម៉េចជឿថានគរឋានសួគ៌បើសិនជាគ្រប់គ្នាបានចូលទៅដល់ទីនោះគ្មានអ្នកណាយំសោកទួយសោកពិបាកវេទនាឈឺផ្សារីងរីអីណាណីអីអត់ទេគឺអំណរសប្បាយរហូតមនុស្សទទួលស្គាល់កន្លែងហ្នឹងអញ្ចឹងហើយបានថ្ងៃនេះខ្ញុំឲ្យចំណងជើងព្រះបន្ទូលថាទទួលបានអីអញ្ចឹងការងារដែលយើងធ្វើជារៀងរាល់ថ្ងៃនេះបើសិនជាបងប្អូនធ្វើមិនបានទទួលអ្វីមកទេប្រកាសណាស់ទាំងបងប្អូនទាំងខ្ញុំដាច់ខាតយើងនឹងមិនធ្វើតទៅទៀតទេចុះសួរជីវិតខ្លួនឯងទេក្នុងមួយជីវិតនេះដែលយើងខំប្រឹងនេះគោលបំណងរបស់យើងចង់បានអីឲ្យប្រកាសបងប្អូនគិតតិចចង់បានអីឲ្យប្រកាសនេះហើយគឺជាសំណួរមួយដែលស៊ីជម្រៅខ្លាំងណាស់តាក់ទងទៅនឹងជីវិតរបស់មនុស្សទាំងអស់គ្នាអញ្ចឹងសំណួរនេះបងប្អូនគិតពិចារណាពេលសួរដល់សំណួរនេះអើយអត់ដឹងទេទាំងថ្ងៃខាងមុខអាម៉េចទៅព្រះមានចម្លើយឲ្យបងប្អូនអញ្ចឹងស្លេះវគ្គ1ទាំងសិនចោះវគ្គ2យើងនឹងជួបគ្នាថាតើបងប្អូននឹងទទួលបានអីការខិតខំប្រឹងបើសិនជាអត់បានប្រយោជន៍បងប្អូនអត់ប្រឹងទេចុះតាក់ទងនឹងថាបើសិនជាខ្ញុំខ្លាយត្រឡប់ទៅជាកូនរបស់ព្រះអង្គដែលព្រះរើសខ្ញុំហើយខ្ញុំទទួលបានអ្វីដែរវគ្គ2យើងជួបគ្នាអនុញ្ញាតខលចូលបានព្រះប្រទានពរអរគុណច្រើនបាទចាអរគុណលោកគ្រូសូមបើកប្រព័ន្ធទូរស័ព្ទសម្រាប់ការខលរបស់ប្រិមិត្តយើងទូរស័ព្ទមកកាន់លេខ012816191 086575491និង097809591ចាសម្រាប់ការខលរបស់ប្រិមិត្តយើងទាំង3ប្រព័ន្ធអាចខលចូលរួមបាននៅពេលឥឡូវនេះចាមានអ្វីចង់បញ្ចេញមតិយោបល់យ៉ាងណាសូមអញ្ជើញណាចាបងប្អូនដែលកំពុងតែស្ដាប់នៅក្នុងកម្មវិធីចម្លើយជីវិតពីសម្លេងផ្សាយវិទ្យុខេមរា91 MHz ផ្សាយចេញពីក្រុងនិងខេត្តបាត់ដំបងបងប្អូនដែលនៅខាងខេត្តសៀមរាបស្ដាប់តាមវិទ្យុស្វីត FM 100.5 MHz ហើយបងប្អូននៅខាងខេត្តក្រចេះគឺវិទ្យុបុប្ផា 105 MHz ចូលរួមបានទាំងអស់គ្នាចានឹងខ្ញុំបានប្រកាសលេខជូនហើយសម្រាប់ការទស្សនាការ live ក៏មានលេខទូរស័ព្ទរត់លើអេក្រង់ដែរចឹងអាចទូរស័ព្ទចូលរួមបានទាំងអស់គ្នាណាចាមិនថាលោកអ្នកអើយចាខលតាម Messenger Telegram ក៏អាចស្វាគមន៍បានចាបើកឱកាសជូនហើយណាបាទឥឡូវសូមជួបប្រិមិត្តយើងមួយរូបសិនចម្លើយជីវិតសូមជម្រាបសួរបាទជម្រាបសួរហេឡូជម្រាបសួរលោកគ្រូចាជម្រាបសួរលោកពូចូលរួមពីខាងណាហ្នឹងខ្ញុំមានបញ្ហាថ្ងៃសៅរ៍នេះគេបានមកប្រជុំនៅផ្ទះខ្ញុំទៀតលោកពូមានឈ្មោះអីគេលោកពូពូសវណ្ណលោកពូសវណ្ណបាទនៅខាងបឹងលក់សាប៊ុនហើយលោកគ្រូកសលបាទលោកពូ
សាវុនណា ខ្ញុំមានក្រុមជ្រុំរបស់ហ្នឹងគេចូលមកប្រជុំតែដល់គេឈឺ បងអីបង លោកគ្រូនឹងឈឺ លោកពូសុំម្ដងទៀតបងអីគេបងអីគេមិញបងតប៉ុន បាទលើច្បាស់ទេលោក ចាលោកពូសាវុនអើយខលពីខាងណាមិញ ខ្ញុំនៅខាងបវលបាត់បងនៅខាងកប់ចិន នៅខាងបវលចេះទៅណាស្រុកបវល បាទខ្ញុំនៅខាងបឹងលក់ បឹងអន្លក់ចាអរគុណលោកពូចាលោកពូសាវុនណា បាទហើយលោកពូតូចរបស់ហ្នឹងដោយសារគេមកបរិយានៅហ្នឹងគឺតែលោកពូហ្នឹងណាមកបរិយាពីនឹងតែលោកពូ បាន ដល់ ជើញ ពេល ជើ គ្នា ញ មកភ្លេងហើយក៏គ្នាវាលោកគ្រូនឹងក៏ឈឺទៅអ្នកគ្រូឈឺក៏អត់បានមកទៀត ហើយចឹងសម្រាប់បងផ្ទាល់តើបងមានកំណត់យ៉ាងម៉េចចោះដែលខលចូលមកក្នុងកម្មវិធីនេះ ខ្ញុំមិនចេះលោកគ្រូ បាទ ហើយលោកវិលៈ បាទ ក្មួយវិលៈ ចាលោកពូចាច្បាស់តាពូ បាទមិនចេះកន្លែងខ្ញុំវាអត់ណាស់អ្នករៀនថ្នាក់ទី7ថ្នាក់ទី6គេដាច់អត់មានអីជីจึงសារសុំទៅព្រះអង្គប្រាប់ទៀតតមកយើងទាំងអស់គ្នានោះខ្ញុំសុំដែរ6នាក់ទេដែលស្បៀងមកមានខ្ញុំនឹងធ្វើមកដូចលោកគ្រូឲ្យតាជើងលោកគ្រូកសល បាទបាទ ខ្ញុំមានចំនួនអ្នកខ្លះដាច់អត់មានអីហូបទេលោកគ្រូអើយផ្លូវចូលមរួចចឹងលោកគ្រូទូយកដែរលោកគ្រូ ខ្ញុំកំពុងតែស្ដាប់បងខ្ញុំកំពុងតែស្ដាប់បងរចំណុចដែលជាចំណុចសំខាន់ដែលបងខលចូលក្នុងកម្មវិធីនេះ អត់មានចំណុចដែលត្រូវខចូលណាទៅ ហើយ ជា គោលបំណង ផ្សេងទៅវិញណាកំពុងតែផ្ទៀងស្ដាប់ បាទខ្ញុំកំពុងតែផ្ទៀងស្ដាប់បង បាទលោកគ្រូខ្ញុំការខ្វះខាតក្នុងភូមិខ្ញុំវាខ្វះខាតច្រើនចឹងដែរលោកគ្រូខ្ញុំថាសុំកង់4កង់សុំជួយសោះខ្ញុំមិនទេយើងអត់ទៅគ្នា ឥឡូវចេះឲ្យខ្ញុំកាត់ប្រសាសន៍បងតិចចុះណាអ្វី បាទលោកគ្រូ អ្វីដែលជាការស្នើសុំរបស់បងបានន័យថាបងស្នើសុំខុសគោលការណ៍នៃកិច្ចការងាររបស់យើងហើយអធិស្ឋានផងបង ចាមិនអាចទេកម្មវិធីចម្លើយជីវិតណាលោកពូ តែខ្ញុំស៊ូអញ្ចេះ សួរចុះ សុំគេដែរ បាទ ដោយសារគេមកបរិយាទៅផ្ទះខ្ញុំដែរឆ្លើយជីវិតទៅស្ទៀនគេមកបរិយាទៅផ្ទះខ្ញុំដែរ ក្រុមខាងណាលោកពូ នៅខាងបឹងសង្កែ បឹងសង្កែ បឹងសង្កែគាត់ឈ្មោះគ្រូអី បឹងសង្កែឃុំឃ្លាំងមាស សង្ស័យ មកខាងខ្ញុំទៅទៅហើយខ្ញុំមកបរិយានេះបានសើមកបរិយាហើយខ្ញុំស្នើសុំថាឈប់អោយហូបនំក្អកចឹងខ្ញុំអោយថាសុំនំធុងមកទឹកចាគេថាថ្លៃពេកថ្លៃក៏ដោយឲ្យបានកុំអោយចុយក្អកវេទនាណាអញ្ចឹងខ្ញុំស្នើសុំតាមនឹងដោយសារខ្ញុំបានអរគុណព្រះអង្គផងជួយផង ពុទ្ធសាសនាបងជួយបង ចឹងបានស្នើសុំណា ចាអរគុណលោកពូចាជម្រាបលាសិនណាពូណាចា ហើយខ្ញុំសុំចេះខ្ញុំសុំថាឥឡូវមកទេមិនទាន់បានកង់ត្រូវមិនឲ្យបានអត់ស្បៀងដាច់ស្បៀងត្រៀមសិនសុំស្បៀង ច
ជាមួយ ខ្ញុំទេទៅរៀនរដ្ឋាភិបាលទៀត អូខេអូ ចា ខេ ចាពូចាឥឡូវខ្ញុំសូមជម្រាបលាសិនលោកពូណាចា បងទៀនពោបងទៀនពោសិន ដូចអត់ត្រូវគ្នាទេលោកគ្រូ អូយសុំការ ចា សុំការអត់ទោសអំ លើក ពី ទី បង 1 មែន ហើយ បាទសុំការអត់ទោសមែន លើកទី1ហើយប្រិមិត្តយើងចាគាត់ឆ្ងល់ទៀតអ្នកស្ដាប់ហ្នឹងណា បា ចា ទលោកឆ្ងល់ លោកឆ្ងល់ហើយចាព្រោះថាកម្មវិធីយើងចម្លើយជីវិ អូ ត ខេ ចាអញ្ចឹងបងប្អូនយើងប្រកាសជាយល់ហើយ ឥឡូវនេះខ្ញុំសង្ឃឹមថាតាមការ live នេះសង្ឃឹមថាបងខាងបឹងសកែសូមបងជួយតាក់ទងមកខ្ញុំ សម្រួ ផង ល បាទ ផង ឥឡូវសូមជួបមេរូបទៀតសិនចម្លើយជីវិតជំរាបសួរ ជំរាបសួរបាទ ចាជម្រាបសួរលោកគ្រូ ជំរាបសួរ បាទអ្នកមីងអរគុណ អូចាអ្នកមីងសឿត មិញសឿន ចាអរគុណណាស់អ្នកមីងសុកទុកយ៉ាងណាដែរ តបទុក50លោកគ្រូ អូ ប៉ុណ្ណឹងមិនអីទេ ចា ចា សឿនសុំតបត់ចម្រៀងឯងលោកគ្រូ អូខេ ចាជូនតាមសំណុំពរបាត់អ្វីដែរចា ចាឈប់រមើលកដាស់សឹកផ្សេង អូសើកត់กระดาษទុកទៀត ចាគាត់ណា អូខេ អញ្ចឹងទៅភ្លេចឡើយ បនគ្មានកុសលលោកគ្រូ គ្មានបុណ្យគ្មានកុសល ចា យ៉ាបត់នេះដូចថ្មីណា ចាចាំមើលសើតមើលសិន មើលសិន បើចេះជាងជូនបើអត់ទេចាក់ជូនណាណា ចា អូខេ អរគុណព្រះអង្គហើយសូមជម្រាបលាលោកគ្រូ អរគុណ លោក អ្នក លា មីង ប ជ ង ម្រាប ទៀន លា ពោបាទអ្នកមីងអរគុណ ចាខ្លីលឿនចាសម្បត្តិចម្រៀងចាគឺឆ្លើយតបជូននៅបាត់អ្វីដែលចេះ បាទ តែបាត់អត់ចេះរៀបចំចាក់ ចាំ ជូ មើល ន ខ្ញុំព្យាយាមមើលសិនណា ចា អរគុណ បន្តទៀតសម្រាប់ប្រិមិត្តយើងចូល ជួយមកបងប្អូនជួយខ្ញុំផងបាទដោយសារតែឃើញបងនៅខាងបឹងលក់លោកបានខលចូលមក ខ្ញុំដឹងថាទុកលំបាករបស់បងមានច្រើនបាទមានច្រើនអញ្ចឹងខ្ញុំសង្ឃឹមថាបងខាងបឹងសកែយ៉ាងណាបងជួយឆាតមកខ្ញុំតិចទៅ ស្គាល់ឈ្មោះលោកគ្រូច្បាស់ បាទ គាត់នាងខ្ញុំតើនាងខ្ញុំឆ្លើយមិនគាត់សុខចិត្តណា បាទស្គាល់ខ្ញុំច្បាស់ណាស់ ចាមុនដំបូងហៅវិរៈមិននាងខ្ញុំឆ្លើយ បាទ មុនដំបូងវិរៈ ហ្នឹងហើយ ដល់ទី2បើលើបាននាងខ្ញុំឆ្លើយ អូខេអើយតោះมันអាចទៅទៀតបានទេ ចាអរគុណតោះ ខ្ញុំ លោកគ្រូ បកស្រាយ បន្តកាន់វគ្គទី2ចាលោកគ្រូសូមអញ្ជើញ ស្វាគមន៍មកវគ្គទី2ក៏នៅតែសូមការខន្តីអភ័យទោសពីសំណាក់បងប្អូនអំពូមីងតាយាយទាំងអស់ដែលលោកតាមដានស្ដាប់និងទស្សនាជាពិសេសខ្ញុំនៅតែសូមការខន្តីអភ័យទោសម្ដងទៀតអំពីការយល់ច្រឡំរបស់បងប្អូនដូចខ្ញុំបានជម្រាបជូនហើយថាកម្មវិធីរបស់យើងមិនមែនជាកម្មវិធីស្វែងរកជំនួយទេខ្ញុំបាននិយាយហើយនិយាយទៀតហើយចោះសួរថាហើយចោះហេតុអីបានជាបងប្អូនសុំបានបាទអ្វីដែលលោកសុំបានគឺតាក់ទងទៅនឹងផ្នែកព្រះបន្ទូលបាទផ្នែកព្រះបន្ទូលពង្រឹងខាងសេចក្តីជំនឿខាងឯពលឹងវិញ្ញាណតាក់ទងព្រះគម្ពីរតាក់ទងសភើចម្រៀងតាក់ទងវិទ្យុតាក់ទង USB ដែល copy ព្រះបន្ទូលយកទៅស្ដាប់បងប្អូនណាសូមមេត្តាកុំឲ្យមានការយល់ច្រឡំចំណុចអស់ទាំងនេះហើយដែលធ្វើឲ្យនេះម្នាក់នេះបងប្អូនពិតជាអាណិតស្រឡាញ់ខ្ញុំបាទនេះខ្ញុំនិយាយដោយត្រង់ខ្ញុំមិនដែលប្រើពាក្យនេះទេ គាត់ធ្វើការជាមួយខ្ញុំគាត់ដឹងតម្រាំនឹងឆ្លើយតបបងប្អូនឬក៏ធ្វើសម្ភារៈបានចេញទៅម្ដងមិនមែនជារឿងស្រួលទេបាទមិនមែនជារឿងស្រួលទេគឺពិបាកមែនតើខ្ញុំអត់ចង់និយាយរឿងនេះឲ្យបងប្អូនដឹងទេខ្ញុំដឹងកំឡុងពេលដែលយើងត្រូវការអូដូចជាថ្ងៃនេះ ដូចជាថ្ងៃនេះអ្វីដែលបងគាត់ខលមកបាទដូចនឹងព្រះបន្ទូលដែលខ្ញុំបានរៀបចំ ដល់ចឹងខ្ញុំចង់សើចបាទខ្ញុំចង់សើចវាជារឿងពិតបាទវាជារឿងពិតការងារគ្មានប្រយោជន៍អត់ធ្វើទេបាទសូម្បីតែនំបងមានប្រសាសន៍ចឹងនំអាកកនឹងជប់យកមក ស្នើសុំឈប់ឲ្យយកមក បងប្អូនហើយ តែបានយកទៅម្ដង ឥឡូវនេះមានតាក់ទងរឿងកង់រឿងអីទៀតបងប្អូនអើយអានេះតម្រូវការរបស់គាត់មិនត្រឹមតែប៉ុណ្ណោះទេថាមានបងប្អូនរហូតដល់ដាច់ស្បៀងទៅហើយបាទប្រហែលជាខ្ញុំពិបាកនៅក្នុងការនិយាយសង្ឃឹមថាព្រះអង្គនឹងប្រទានពរសម្រាប់ពួកគាត់បានឆ្លងផុតមួយគ្រាធ្វើម៉េចនេះហើយជានិស័យសាច់ឈាមហើយលទ្ធផលពិតដែលយើងរស់នៅក្នុងโลกនេះកាមេរ៉ាមែនអើយសូមអាណិតមេត្តាផង ទៀត កាមេរ៉ាមែនអាណិតផងធ្វើបាបគ្នាធ្វើដូច AI យ៉ាងម៉េចទេវៃ ចាំមួយថ្ងៃបើមិនបានម្ដងទេមិនអស់ចិត្ត មែន AI ទេរូបមែនតែនណា មែនតែនចំមុះទៅតឹងមាត់ដូចគេដូចឯងនិយាយភាសាជាតិយើងច្បាស់ណាស់ កុំឲ្យបងប្អូនយើងច្រឡំថាចុំ AI ចាជួយឲ្យភ្លឺវិញ បាទសុំជួយបន្តិចមក កុំឲ្យព្រិលចឹង ដល់ម៉ោងឥឡូវហើយបាទ ខំ make up ឡើងស្អាតមកធ្វើព្រិល មើលអត់ឃើញទេ ចាសម តប៉ះបន្តិចឯងបានមើលទៅ បន្តិចទៅលោកគ្រូ កុំ
នឹកគ្នាណាក៏នឹកពេកហើយណោះ បើមិនប៉ះទេ AI លើហើយ AI ឡើយ ចូលចិត្តតែឡូគាត់មិនចាំ មិនបាយទៅវិញណា បាយ ឲ្យច្បាស់ ដាក់ដៃឲ្យច្បាស់ជាមួយនឹងកាមេរ៉ានឹងឲ្យច្បាស់ឥឡូវអត់ច្បាស់នឹងគិតមិនឥឡូវបងប្អូនមើល បងប្អូនមើលវិលមុខ ហើយបើមិនអញ្ចឹងទេខ្ញុំទៅទៀតទេណាកាមេរ៉ាមែនជួយ តាមតាណាទៅ អាណិតផង បើគាត់ឲ្យច្បាស់ទេហេតុទៅ បាទឥឡូវខ្ញុំទៅទៀតដោយសារពេលលើតិចណាស់ បាច់បងគាត់ មកលាក់ថ្ងៃណាមួយមកគាត់មកបាត់ដំបងប្រាប់ខ្ញុំមើល ចាខ្ញុំស្កាត់ឲ្យជួប ហ្នឹងហើយ ខ្ញុំ ឲ្យមើលឲ្យអស់ចិត្តមើល កុំបកកាយលួចមើល តាមចិត្តខឹងដែរ អង្គុយ ជួប មើល គ្នាជួបគ្នាមួយផ្លែតដែរ បា បាទ ទទេចាំពេលមកអង្គុយមើល1ម៉ោង2ម៉ោងឆ្អែតហើយចាំទៅពេញវិញតាមហ្នឹងទៅ ហ៎ តាមហ្នឹងទៅ តាមនឹងសិនណាបងប្អូនអ្នកមេតាពួតដោយសារតែពេលខ្លីហើយ បងប្អូន អរគុណបាទអរគុណណាស់ខ្ញុំជម្រាបម្ដងទៀតតាក់ទងការអស់ទាំងនេះគឺមិនមែនដូចខ្ញុំជំរាបជូនថាកម្មវិធីចម្លើយជីវិតមិនមែនជាកម្មវិធីរកសម្ភារៈរករបស់របរជំនួយជូនបងប្អូនទាំងអស់គ្នាគឺអត់ទេប៉ុន្តែរយៈកាលកន្លងមកដោយសារតែមានបងប្អូនដែលលោកមានក្តីស្រឡាញ់គាត់ធ្វើតាមរយៈខ្ញុំហើយបន្តការនឹងទៅដល់ដៃបងប្អូនទាំងអស់គ្នារាប់ជាប្រពោដោយប្រគុណរបស់ផងព្រះអង្គនោះមិនមែនមានចេតនាថាខ្ញុំព្យាយាមរកការនឹងដើម្បីជួយបងប្អូនគឺអត់ទេអ្វីដែលយើងរកគឺរកជំនួយជួយដល់បងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងសម្ភារៈឬក៏របស់របរប្រើប្រាស់ផ្នែកពលឹងវិញ្ញាណបាទផ្នែកពលឹងវិញ្ញាណអញ្ចឹងសូមបងប្អូនទាំងអស់មេត្តាកុំឲ្យយល់ច្រឡំបានអរគុណវគ្គ1អំបញ្ញមិញខ្ញុំបានជម្រាបជូនហើយលទ្ធផលសាច់ឈាមរបស់យើងទាំងអស់គ្នាតែងតែផ្ដោតទៅលើថាបើការងារណាដែលគ្មានប្រយោជន៍គ្មានតម្លៃគ្មានលទ្ធផលដាច់ខាតគឺយើងមិនធ្វើទេម្ល៉េះហើយយើងតែងតែទទូចសួរថាតើយើងទទួលបានអីអតិតងទៅនឹងការទទួលបានអីនេះបងប្អូនណាសាច់ឈាមរបស់យើងរាល់ថ្ងៃនេះសួរថាតើយើងទទួលបានអីកាមេរ៉ាមែនអាណិតខ្ញុំផងអរគុណណាអូខេយើងទទួលបានអីបងប្អូនណាពិតយើងធ្វើយើងខំទទួលបានយកមកយើងអសប្បាយប៉ុន្តែមិនយូរមិនឆាប់វានឹងទៅពីយើងទៅលទ្ធផលចុងក្រោយទោះបីយើងខំប្រឹងប៉ុណ្ណាក៏ដោយក៏មិនអាចយកមកដោះដូរលទ្ធផលអំពើបាបរបស់យើងបានទេបងប្អូនដូចជានៅថ្ងៃនេះអញ្ចឹងដែលព្រះអង្គទ្រង់មានបន្ទូលឲ្យស្រេចកុំឲ្យខំរកអាហារដែលពុកផុយដែលយើងញ៉ាំទៅវាអស់នេះឲ្យរកអាហារដែលនាំឲ្យបានជីវិតអំណរដល់នៅអកាលជានិច្ចវិញតើអាហារដែលធ្វើឲ្យយើងបានអំណរអកាលជានិច្ចនឹងគឺនៅឯណាព្រះបានផ្ដល់ចម្លើយឲ្យបងប្អូនទាំងបងប្អូនគ្រីស្ទបរិស័ទនិងទាំងបងប្អូនមិនមែនជាគ្រីស្ទបរិស័ទសូមបងប្អូនស្ដាប់ដោយយកចិត្តទុកដាក់ចោះណាព្រះអង្គបានប្រាប់ហើយដូច្នេះគេទូលសួរទ្រង់ថាដែលនឹងធ្វើការរបស់ព្រះតើត្រូវធ្វើម្ដេចខ្លះព្រះយេស៊ូវមានបន្ទូលឆ្លើយថាឯការរបស់ព្រះគឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមកចំណុចនេះខ្លាំងណាស់បងប្អូនអញ្ចឹងហើយបានជាដំណឹងល្អនៅក្នុងកូនរបស់ព្រះអង្គគ្រប់គ្នាគឺមានឥទ្ធិពលណាស់បងប្អូនឥទ្ធិពលនោះសោតទៀតមិនមែនកូនព្រះអង្គមានឥទ្ធិពលទេគឺព្រះបន្ទូលដែលព្រះអង្គបានផ្ទុកផ្ដាក់ជាមួយនឹងកូនព្រះអង្គគ្រប់គ្នាដែលព្រះអង្គបានរើសហើយនេះយើងយកទៅចែកបន្តនេះគឺឥទ្ធិពលខ្លាំងណាស់ឥទ្ធិពលនោះមិនមែនទ្រព្យធនឥទ្ធិពលនោះមិនមែនមុខរបរឥទ្ធិពលនោះមិនមែនការងារឥទ្ធិពលនោះគឺជាសេចក្តីសង្គ្រោះបាបត្រូវជួយឲ្យរួចស្ដាប់ឲ្យទាន់បងប្អូនណាបាបត្រូវជួយឲ្យរួចលាងឲ្យសស្អាតជីវិតសងជំនួសដោយប្រជញ្ញរបស់ផងព្រះអង្គនគរឋានសួគ៌យើងអាចចូលបានជាមួយនឹងព្រះអង្គគឺដោយសារព្រះអង្គនេះគឺជាចំណុចសំខាន់នៃព្រះបន្ទូលបងប្អូនណាមិនមែនដំណឹងល្អលុយឡានមាសប្រាក់ទ្រព្យសម្បត្តិទេអត់ទេព្រោះនៅថ្ងៃនេះគឺបញ្ជាក់ច្បាស់ណាស់បងប្អូនណាគឺជឿដល់អ្នកដែលព្រះបានចាត់ឲ្យមកអ្នកណាដែលព្រះចាត់ឲ្យមកគ្មានអ្នកដទៃណាគេហ៊ានប្រកាសដំណឹងល្អក្រៅពីកូនរបស់ព្រះអង្គនោះទេខ្ញុំលើកទឹកចិត្តបងប្អូនណាអញ្ចឹងបានថាគ្រប់កសេនរបស់បងប្អូនដែលរួមចំណែកក្នុងមហាបេសកកម្មខ្ញុំពិតជាអរគុណព្រះខ្ញុំនិយាយត្រង់ខ្ញុំអរគុណព្រះអង្គអរគុណដល់វលៈណាអរគុណដល់ស្ថានីយ៍អរគុណដល់អ្នកសម្របសម្រួលទាំងក្នុងវិទ្យុនេះផ្ទាល់ទាំងនៅភ្នំពេញផ្ទាល់ដែលយើងបានធ្វើការជាមួយគ្នាពួកលោកបានឮព្រះបន្ទូលខ្ញុំមិនបង្ខំពួកលោកឲ្យជឿទេប៉ុន្តែខ្ញុំចង់ឲ្យព្រះធ្វើការជាមួយនឹងពួកលោកច្រើនជាងអ្វីដែលពួកលោកស្ដាប់ខ្ញុំព
ពីព្រោះសេចក្តីសង្គ្រោះដែលព្រះបានផ្ដល់មកដល់មនុស្សគឺអស់អ្នកណាដែលព្រមបើកចិត្តទទួលជឿមើលក្នុងព្រះបន្ទូលនេះចោះអញ្ចឹងហើយបានព្រះអង្គប្រាប់ណាអញ្ចឹងគេសួរទៀតដូច្នេះតើលោកនឹងធ្វើទីសម្គាល់ណាឲ្យយើងខ្ញុំឃើញផងដើម្បីឲ្យបានជឿដល់លោកតើលោកធ្វើការអ្វីខ្លះពួកអាយកោយើងខ្ញុំបានបរិភោគនំម៉ាណានៅទីរហោឋានដូចជាមានសេចក្តីចែងទុកមកថាលោកបានឲ្យនំប៉័ងពីឋានសួគ៌មកឲ្យគេបរិភោគព្រះយេស៊ូវទ្រង់មានបន្ទូលតបថាប្រកាសមែនស្ដាប់ឲ្យច្បាស់បងប្អូនណាប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាមិនមែនលោកម៉ូសេដែលឲ្យនំប៉័ងពីឋានសួគ៌នោះមកអ្នករាល់គ្នាទេតែឯនំប៉័ងដ៏ពិតដែលមកពីឋានសួគ៌នោះគឺព្រះវរបិតាខ្ញុំដែលប្រទានមកអ្នករាល់គ្នាវិញត្បិតនំប៉័ងរបស់ព្រះគឺជាព្រះអង្គដែលយាងចុះពីឋានសួគ៌មកព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផងបងប្អូនឃើញទេព្រះអង្គយាងមកផែនដីនេះនោះមកគឺជួយសង្គ្រោះមនុស្សទាំងអស់មិនរាប់ថាបងប្អូនជាអ្នកណានៅទីណាកន្លែងណាគឺអត់ទេគឺព្រះអង្គត្រូវជួយទាំងអស់អូខេដូច្នេះគេទូលទ្រង់ថាលោកម្ចាស់ហើយសូមឲ្យនំប៉័ងនោះមកយើងខ្ញុំជានិច្ចឃើញអត់គេទៅជាយល់នំប៉័ងឯណោះព្រះអង្គប្រាប់ហើយអ្នកណាគេអញ្ចឹងបានព្រះអង្គប្រាប់លើកនេះព្រះអង្គប្រាប់ទៀតខ្ញុំជានំប៉័ងជីវិតឃើញអត់ព្រះអង្គប្រាប់ថាខ្ញុំជានំប៉័ងជីវិតមិញព្រះអង្គនិយាយរឿងអាហូបទៅឆ្អែតនៅឱកាសនេះនិយាយរឿងនំប៉័ងគេថាអញ្ចឹងឲ្យនំប៉័ងនឹងខ្ញុំហូបមកដើម្បីឲ្យខ្ញុំរស់នៅរហូតអញ្ចឹងបានព្រះអង្គប្រាប់ថានេះពេលនេះគឺច្បាស់ណាខ្ញុំជានំប៉័ងជីវិតអ្នកណាដែលមកឲ្យខ្ញុំនោះនឹងមិនឃ្លានទៀតឡើយហើយអ្នកណាដែលជឿដល់ខ្ញុំក៏មិនត្រូវស្រេកដែរខ្ញុំសង្ឃឹមថាព្រះបន្ទូលថ្ងៃនេះច្បាស់ណាស់អញ្ចឹងអ្វីដែលបងប្អូនទទួលបានអីដោយខ្ញុំបានដាក់ចំណងជើងជូននេះមរតកនិងជីវិតដល់នៅឱកាសជានិច្ចបងប្អូនរួចពីបាបរូបបានជីវិតវិញហើយចូលនគរឋានសួគ៌ជាមួយព្រះអង្គទទួលចំណែកនឹងមរតកជាមួយព្រះអង្គនៅឯនគរឋានសួគ៌នេះហើយគឺជាចម្លើយដែលព្រះផ្ដល់ឲ្យបងប្អូនទាំងអស់គ្នាថាបងប្អូនទទួលបានអីតាមរយៈសេចក្តីជំនឿរបស់បងប្អូនទាំងអស់គ្នាជាមួយនឹងព្រះអង្គផ្ទាល់សូមឲ្យព្រះបន្ទូលថ្ងៃនេះជាទីស្អាងលើកទឹកចិត្តបងប្អូនបំពេញដួងចិត្តបងប្អូនហើយជួយដល់បងប្អូនយើងដទៃផ្សេងទៀតផងដែរខ្ញុំគោរពលាបងប្អូនតែត្រឹមប៉ុណ្ណឹងព្រោះពេលវេលាដល់ពេលកំណត់ថ្ងៃស្អែកជួបពេលម៉ោងដដែលអរគុណសូមព្រះប្រទានពរអរគុណលោកគ្រូអរគុណសម្រាប់ការស្ដាប់និងការខលចូលរួមរបស់ប្រិមិត្តយើងពីកម្មវិធីចម្លើយជីវិតនៅថ្ងៃនេះយើងខ្ញុំទាំងពីរនាក់សូមគោរពលាជួបលោកអ្នកនៅថ្ងៃស្អែកមួយថ្ងៃទៀតដែលជាថ្ងៃចុងសប្ដាហ៍សម្រាប់កម្មវិធីយើងកុំភ្លេចតាមដានទាំងអស់គ្នាថាតើនៅថ្ងៃស្អែកលោកគ្រូនឹងមានព្រះបន្ទូលអ្វីយកមកចែកចាយពេលនេះនាងខ្ញុំវរៈរួមខ្ញុំបាទហ៊ុនកសលអរគុណសូមព្រះប្រទានពរអាមែនពីបាត់កាល